ជាច្រើនទិញផ្កាខាត់ណាខៀវហើយឆ្ងល់ថាតើធ្វើដូចម្តេចដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ខ្ញុំបារម្ភលើកក្រោយសាកល្បងធ្វើវាដូចខ្ញុំវាមានរសជាតិឆ្ងាញ់និងរក្សាបាននូវសារធាតុចិញ្ចឹមដូច្នេះវាក៏ល្អសម្រាប់មនុស្សពេញវ័យផងដែរក្មេងនិយាយថាពួកគេចង់ស៊ីគ្នាទៅវិញទៅមកដាក់ប្រូខូលីក្នុងចានមួយរួចបន្ថែមអំបិល1ស្លាបព្រាកាហ្វេត្រាំក្នុងទឹករយៈពេល5នាទីរួចលាងសម្អាតឲ្យបានស្អាតដាក់ស៊ុតដែលទើបនឹងបំបែកចំនួន6គ្រាប់ចូលក្នុងចានមួយរួចបន្ថែមអំបិលបន្តិចលើសពីនេះទៅទៀតវាធូរស្រាលគ្រប់គ្រាន់វាអាចគ្រាន់តែជាបេះដូងតូចមួយសម្រាប់អ្នកប៉ុន្តែវានាំមកនូវសេចក្តីរីករាយដល់ខ្ញុំពេញមួយថ្ងៃសូមផ្ដល់បេះដូងមួយដល់វីដេអូនេះដោយឥតគិតថ្លៃអរគុណបន្ថែមការ៉ុតដែលបានបកសម្បកហើយនិងខ្ទឹមបារាំងបៃតងបន្តិចរួចលាយឲ្យសព្វចាក់ចូលក្នុងចានមួយរួចប្រោះប្រូខូលីហាន់ពីលើគ្រប់ដោយរុំផ្លាស្ទិកហើយចោះរន្ធដោយប្រើឈើចាក់ធ្មេញដើម្បីបញ្ចេញចំហាយទឹកដាក់ក្នុងលើចំហាយហើយចំហុយរយៈពេល10នាទីបន្ទាប់ពីទឹកពុះពេលដែលវៃរួចរាល់ហើយសូមកាត់វាជាដុំល្មមរួចដាក់លើចានវារួចរាល់ហើយនៅពេល